មួយទៀតសេវាសាធារណៈថ្ងៃនេះមានមន្ត្រីថ្នាក់មូលដ្ឋានមកអារឿងសេវាសាធារណៈនេះជាចំណុចដែលប្រជាពលរដ្ឋត្អូញតែខ្ញុំបាននិយាយនៅក្រសួងមហាផ្ទៃហើយឥឡូវនេះសារជាថ្មីម្ដងទៀតខ្ញុំនិយាយទៅកាន់អស់លោកខិតខំដោះស្រាយសេវាសាធារណៈជាពិសេសសេវាតម្រូវការត្រូវធ្វើឲ្យបានបម្រើប្រជាជនឲ្យបានស្មោះត្រង់បំផុតកន្លែងខ្លះមន្ត្រី1000នាក់មានមន្ត្រីតែ4-5នាក់ទេដែលខូចខលខូចប៉ុន្តែវាធ្វើឲ្យខូចមន្ត្រី1000នាក់មិនមែនមន្ត្រីយើងខូចច្រើនជាងល្អទេភាគច្រើនល្អធ្វើការត្រឹមត្រូវប៉ុន្តែមួយចំនួនតូចណាស់នោះមានចេតនារុញឲ្យខ្លោចរោចឲ្យឆៅ